យោធាថៃបានប្រើប្រាស់យន្តហោះ S-16 ទម្លាក់គ្រាប់បែកនិងគ្រាប់បែកចង្កោមមកលើទីតាំងស៊ីវិលកម្ពុជា ជាក់ស្ដែងនៅថ្ងៃទី15 ខែធ្នូឆ្នាំ2025 យន្តហោះ S-16 របស់យោធាថៃបានទម្លាក់គ្រាប់បែកនៅក្បែរជំរំជនភៀសសឹកស្ថិតក្នុងស្រុកស្រីស្នំខេត្តសៀមរាប យោធាថៃបានដាក់ពង្រាយយន្តហោះ S-16 ដើម្បីទម្លាក់គ្រាប់បែករួមទាំងគ្រាប់បែកចង្កោមមកលើតំបន់ជនស៊ីវិលកម្ពុជា ជាក់ស្ដែងកាលពីថ្ងៃទី15 ខែធ្នូឆ្នាំ2025 យន្តហោះចម្បាំង S-16 របស់យោធាថៃបានទម្លាក់គ្រាប់បែកនៅជិតជំរំជនភៀសខ្លួនមួយកន្លែងស្ថិតក្នុងស្រុកស្រីស្នំខេត្តសៀមរាប លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាពេលរសៀលថ្ងៃទី15 ខែធ្នូឆ្នាំ2025 PR រដ្ឋាភិបាលកម្ពុជា